Bạn sẽ thấyผมไม่บางโปรទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការ review ពីការធ្វើមួយផ្ទះក្រពើហាដែលធ្វើអស់ថវិកាទំបាទខ្ទង់ជា3000បាទហើយយើងទំហំវា5x9បាទអញ្ចឹងយើងទុកខាងមុខ3ម៉ែត្រកន្លះវាទៅជាឡើង13 12ម៉ែត្រកន្លះបាទអញ្ចឹងការរើរបស់យើងគឺយើងរើសដែករឹងក្រាស់មកបាទដើម្បីឲ្យវាធន់ទៅនឹងសីតុណ្ហភាពណាបាទអានេះគឺយើងបើយើងជួជាងគេថាយើងអស់ច្រើនប៉ុន្តែបើយើងធ្វើខ្លួនឯងបាទហើយយើងបើសិនជាយើងអត់ទាន់ចេះជាងទេនេះយើងជួជាងមួយមកហើយយើងឲ្យគេស៊ីការ៉េក៏បានដែរអញ្ចឹងយើងឧបករណ៍លើយើងហើយសម្ភារៈលើយើងទាំងអស់បាទហើយយើងមានជំរឿនក្នុងការទិញដែកបាទដែកណាដែលមមដែកណាដែលធំហើយតម្លៃយើងទៅទិញខ្លួនឯងគឺយើងដឹងយើងអត់តិចណាបាទហើយចេះក៏បានស្អាតបាទហើយនេះគឺជាសកម្មភាពជាងធ្វើបាទ